Hình bạn xung từ cả trong việc chunពីប្រវត្តិឬមួយក៏ដូចជានិយមន័យខ្លះរវាងផ្នែកនគររឿងកម្មជំនាញនគររឿងកម្មនិងជំនាញស្ថាបត្យកម្មជារួមគណៈយុឋានសំណងធ្វើការជាសេនាធិការជួនក្រសួងរៀបចំដែនដីនគររឿងកម្មក្នុងការគ្រប់គ្រងវិស័យសំណងដែលយើងមើលជារួមវាមានពីរផ្នែកធំផ្នែកស្ថាបត្យកម្មនិងផ្នែកវិស្វកម្មស្ថាបត្យកម្មគឺជាសិល្បៈនៃទេពកោសល្យច្នៃប្រឌិតរបស់ស្ថាបត្យករក្នុងការសិក្សាក្នុងការគូរប្លង់រចនាប្លង់ជាដើមវិស្វកម្មគឺជាផ្នែកជំនាញចំណេះប្រឌិតឆ្លាតវៃក្នុងការអនុវត្តក្នុងការរៀបចំឲ្យប្លង់ដែលបានសិក្សាដោយស្ថាបត្យករคล้ายទៅជារបស់មួយជាក់ស្ដែងជាទម្រង់រូបវន្តជាអគារជាថ្នល់ជាសាលាលក្ខណៈផ្នែកនគររឿងកម្មគឺជាសិល្បៈមួយរបស់ស្ថាបត្យករដែលមានជំនាញផ្នែកសិក្សាគម្រោងទីក្រុងបើយើងមើលប្រវត្តិនៃការសិក្សាជំនាញនេះដំបូងឡើងគឺយើងមានតែស្ថាបត្យករទេស្ថាបត្យករដូចខ្ញុំបានលើកអំបញ្ញមិញនេះគឺជាជំនាញសិក្សាទ្រង់ទ្រាយនឹងរចនាបថរបស់អគារមួយទាំងមូលក្នុងការប្រើប្រាស់ប៉ុន្តែក្រោយពីសង្គ្រាមលោកលើកទី2គឺមុននឹងបន្តិចក្នុងឆ្នាំ1930ជាងដែលទីក្រុងទីប្រជុំជននៅលើពិភពលោកមានការរីកចម្រើនច្រើនស្ថាបត្យករទាំងនោះបានមានគំនិតគិតគូរទៅដល់ការសិក្សាក្នុងការរៀបចំទីប្រជុំជនក្នុងទីក្រុងអញ្ចឹងការសិក្សានិងរៀបចំទីក្រុងនិងទីប្រជុំជននេះស្ថាបត្យករនោះចាប់ផ្ដើមគូរទីក្រុងនិងទីប្រជុំជនហើយគេឲ្យឈ្មោះថាជានគររូបនីយករអញ្ចឹងជាជំនាញជាផ្នែកឯកទេសមួយនៃស្ថាបត្យករអញ្ចឹងក្នុងការគ្រប់គ្រងវិស័យសំណង់យើងមានដូចខ្ញុំបានលើកឡើងថាជំនាញពីរសំខាន់ដើម្បីធ្វើឲ្យអគារមួយចេញជារូបរាងបានគឺស្ថាបត្យករនិងវិស្វករក្នុងនោះវិស័យនគររូបនីយកម្មជាអ្នករៀបចំហេដ្ឋារចនាសម្ព័ន្ធជាអ្នករៀបចំសោភ័ណភាពនៃទីក្រុងឲ្យបានល្អឲ្យបានសមស្របទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខដុមអញ្ចឹងការសិក្សាគម្រោងប្លង់នគររូបនីយកម្មមួយគោលដៅចុងក្រោយនៃការសិក្សាប្លង់ទីក្រុងនេះគឺដើម្បីមកធ្វើការងារសាងសង់នោះសំដៅទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជាផ្លូវថ្នល់សួនច្បារប្រព័ន្ធទឹកប្រព័ន្ធលូកន្លែងកម្សាន្តលក្ខណៈនៅពេលដែលនគរឬនគរបានសិក្សាប្លង់រៀបចំទីក្រុងនេះហើយការកំណត់តំបន់ការកំណត់ប្លង់នគរឬការលម្អិតក្នុងការប្រើប្រាស់លើដីយ៉ាងម៉េចគឺជាបញ្ញត្តិសម្រាប់ឲ្យស្ថាបត្យករយកមកធ្វើការសិក្សាអគារទ្រង់ទ្រាយអគារនិងរចនាសម្ព័ន្ធអគារឲ្យស្របតាមប្លង់នគររូបនីយកម្មអញ្ចឹងក្រោយពីស្ថាបត្យករអនុវត្តការងារសិក្សាគម្រោងប្លង់អគារស្របតាមប្លង់នគររូបនីយកម្មហើយវិស្វករនឹងធ្វើការសាងសង់ដើម្បីឲ្យប្លង់នោះคล้ายទៅជាអគារពិតប្រាកដ